បងប្អូនណាខ្លះចូលចិត្តស្លង៉ាំង៉ូវដូចនាងខ្ញុំចាឥឡូវមកដឹងពីវិធីស្ងោរង៉ាំង៉ូវធ្វើយ៉ាងណាដើម្បីឲ្យស្ងោរញ៉ាំង៉ូវរបស់យើងនឹងមានរសជាតិឆ្ងាញ់អត់មានក្លិនទាអត់មានល្វីងពីក្រូចញ៉ាំង៉ូវទេអញ្ចឹងកុំឲ្យខាតពេលយូរកុំភ្លេចទស្សនាវីដេអូជាមួយនឹងខ្ញុំទាំងអស់គ្នាមុននឹងទៅធ្វើទាយើងត្រូវកាប់វាជាដុំអញ្ចឹងបងប្អូនបំពងទាំងមូលក៏បានដែរប៉ុន្តែអស់ប្រេងឆាច្រើនបន្តិចអញ្ចឹងដើម្បីកុំឲ្យអស់ប្រេងឆាទាំងច្រើនគឺយើងកាប់អញ្ចឹងមកងាយស្រួលបំពងនេះប្រហែលជាឆ្អិនប្រហែលជា50%ណាបងប្អូនយើងបំពងឆ្អិនពេកអស់ជាតិហើយបើយើងបំពងអត់ឆ្អិនធ្វើឲ្យសាច់ទារបស់យើងឆ្អាបអញ្ចឹងបំពង50%ទៅចាហើយពេលដែលបងប្អូនបំពងក៏ត្រូវប្រែសាច់ទាហ្នឹងឲ្យសពកន្លែងហ្នឹងបងប្អូនមានស្បែកមានអីចឹងយើងត្រូវបំពងឲ្យឆ្អិនសពឃើញថាឈ្ងុយដែរតាពេលបំពងចឹងទៅចំណែកឥឡូវយើងមករៀបចំគ្រឿងចាមានដូចជាគល់ស្លឹកគ្រៃយើងដំបែបហ្នឹងបងប្អូនដំអញ្ចឹងឈ្ងុយយើងហាន់ទៅទៀតតែបើបងប្អូនចង់ហាន់ក៏បានដែរតែដំអញ្ចឹងឈ្ងុយជាងមើមខ្ទឹមចឹងដែរអាម៉េចដំឲ្យម៉ត់ពេកទេគ្រាន់តែវាយបែកចឹងល្មមហីបងប្អូនរំដេងដូចគ្នាយើងត្រូវចិត្តចឹងហីយើងពុះបំបែកវាដំវាឲ្យម៉ត់ចឹងទៅឈ្ងុយខ្លាំងជាងយើងហាន់ណាបងប្អូនដោយសារតែវាបែកអញ្ចឹងបន្ទាប់មកគឺស្លឹកក្រូចនេះគឺខ្ញុំអត់ហាន់ទេខ្ញុំហែកវិញព្រោះហែកហ្នឹងវាក្លិនឈ្ងុយពេលហែកអញ្ចឹងបងប្អូនចំណែកអានេះគឺជីនេះគឺសម្រាប់ដាក់នៅពេលញ៉ាំង៉ូវយើងឆ្អិនណាហើយជីនេះបើបានជីវ៉ាន់ស៊ុយត្រូវគ្នាមែនតែនទាញ៉ាំង៉ូវជីវ៉ាន់ស៊ុយតែដោយសារតែខ្ញុំអត់មានខ្ញុំមានតែជីណាអញ្ចឹងគឺខ្ញុំប្រើជីណាទៅបងប្អូនប៉ុន្តែឈ្ងុយដូចគ្នាទេហើយចំណែកនេះគឺក្រូចញ៉ាំង៉ូវឃើញថាក្រូចញ៉ាំង៉ូវនេះគឺខ្ញុំធ្វើដោយខ្លួនឯងវារៀងយូរបន្តិចបងប្អូនប៉ុន្តែរសជាតិនៅដដែលក្លិននៅដដែលឈ្ងុយធម្មតាហើយញ៉ាំង៉ូវខ្ញុំប្រើចំនួន2ផ្លែឥឡូវនេះគឺគ្រឿងផ្សំត្រៀមរួចរាល់អស់ហើយមានទាបំពងបាញ់មិញមានជីក្រូចញ៉ាំង៉ូវរបស់យើងហ្នឹងបន្តមកទៀតមានគ្រឿងក្រៅដូចជាគល់ស្លឹកគ្រៃខ្ទឹមសស្លឹកក្រូចមានម្ទេសមានម្ដេងអញ្ចឹងបងប្អូនម្ទេសបងប្អូនអត់ចេះហឹលមិនដាក់ក៏បានដែរចាបន្ទាប់មកគឺស្ករត្នោតទឹកត្រីប៊ីចេងបន្តិចអំបិលបន្តិចនិងរ៉ូឌីបន្តិចចាដាក់ឲ្យសព្វមុខអញ្ចឹងមកតែអំបិលខ្ញុំអត់ដាក់ច្រើនទេដោយសារក្រូចញ៉ាំង៉ូវរបស់យើងគឺវារៀងប្រៃហើយជូរទៀតចាឥឡូវគឺនឹងយើងដាក់ខ្ទះដាក់ឆ្នាំងបងប្អូនដាក់ប្រេងឆាបន្តិចទៅដើម្បីកុំឲ្យខ្លោចរួចយើងរំលីងណាចារំលីងគល់ស្លឹកគ្រៃរំដេងស្លឹកក្រូចមិញហ្នឹងគឺយើងដាក់ចូលទាំងអស់តែម្ដងយើងលីងវាឲ្យសពប់វាឈ្ងុយបងប្អូនឡើយហ្នឹងឈ្ងុយខ្លាំងណាស់ដើម្បីតែនាងខ្ញុំកំពុងតែលីងនេះឃើញថាឈ្ងុយខ្លាំងមែនតែម្ដងឈ្ងុយពេញផ្ទះបាយហើយលីងល្មមតែរៀងស្ងួតយើងគិតថាល្មមឈ្ងុយហើយយើងចាក់ទឹកបងប្អូនកន្លែងហ្នឹងយើងដាក់ទឹកល្មមតែយើងគិតថាអាចរងាស់ទាយើងផុយនៅពេលដែលពុះគឺនឹងខ្ញុំដាក់ទឹកក្រូចញ៉ាំង៉ូវចំនួន2ស្លាបព្រាបងប្អូនកន្លែងហ្នឹងណាចំនួន2ស្លាបព្រាហើយស្លឹកទឹកក្រូចញ៉ាំង៉ូវរបស់យើងហ្នឹងគឺវាមានជាតិជូរប្រៃហើយតមកគឺយើងដាក់សាច់ទារបស់យើងចូលតែម្ដងហើយអត់មានក្លិនឆ្អាបក្លិនល្វីងពីក្រូចអីទេដាក់តែប៉ុណ្ណឹងបងប្អូនបន្ទាប់មកដាក់ម្សៅស៊ុបនេះខ្ញុំដាក់ចំនួនកន្លះស្លាបព្រាបងប្អូនចាប៊ីចេងអំបិលបន្តិចអញ្ចឹងណាដាក់បន្តិចឲ្យគ្រប់មុខអញ្ចឹងមកទឹកត្រីខ្ញុំដាក់1ស្លាបព្រាទឹកត្រី1ស្លាបព្រាហើយបន្ទាប់មកទៀតនេះខ្ញុំដាក់ស្ករត្នោតបងប្អូនចំនួន1ចុងស្លាបព្រាអញ្ចឹងណាខ្ញុំប្រើស្ករត្នោតតែបើបងប្អូនអត់មានដាក់ស្ករសក៏បានដែររួចយើងគ្របរងាស់មើលឃើញថាពុះឆ្អិនផុយល្មមហើយចុងក្រោយគឺដាក់ក្រូចបងប្អូនឃើញថាចិត្តឆ្អិនអញ្ចឹងដាក់ក្រូចញ៉ាំង៉ូវរបស់យើងនឹងចូលតែម្ដងក្រូចញ៉ាំង៉ូវនេះក្នុងសបកនៅក្នុងសាច់ក្រូចនេះក៏មានជាតិប្រៃជូរហើយដែរបងប្អូនហើយកន្លែងហ្នឹងបងប្អូនត្រូវរងាស់តែបន្តិចបានហើយតែរងាស់ច្រើនពេកធ្វើឲ្យសាច់ក្រូចរបស់យើងបែកល្វីងមែនតែនហ្មងអញ្ចឹងគឺដាក់តែល្មមយកតែមួយក្លិនឈ្ងុយពីក្រូចញ៉ាំង៉ូវរបស់យើងហ្នឹងគឺឆ្អិនរួចរាល់តែម្ដងឥឡូវនេះឆ្អិនហើយអ្នកទាំងអស់គ្នា
ឃើញថាតំណងឲ្យឈ្ងុយមែនតែនបងប្អូនអើយគឺបងប្អូនអាចភ្លក់មើលទៅជូរប្រៃផ្អែមសាបអីដាក់តាមក្រោយទៀតក៏បានដែរឥឡូវនេះឃើញថាគ្រឿងដែលខ្ញុំដាក់គឺល្មមមកឆ្ងាញ់តែម្ដងហើយជាចុងក្រោយគឺនៅខ្ញុំដាក់ជីដើម្បីឲ្យញ៉ាំង៉ូវរបស់យើងមានរសជាតិឆ្ងាញ់ហើយចឹងបងប្អូនកុំភ្លេចជួយ Subscribe ម្នាក់មួយផងបងប្អូនទាំងអស់គ្នាដើម្បីឲ្យនឹងខ្ញុំមានកម្លាំងចិត្តដើម្បីធ្វើវីដេអូជូនបងប្អូនបន្តទៀតចឹងណាបងប្អូនសូមអរគុណជម្រាបលា